សូមជូនរឿងខ្លែងដាច់ខ្សែសុកនិងសុជាតិជាក្មេងរស់នៅក្នុងភូមិជាមួយគ្នាពួកគេរៀននៅថ្នាក់ជាមួយគ្នាហើយរាប់អានគ្នាដូចបងប្អូនរដូវលំហើយក៏បានមកដល់ល្ងាចមួយពួកគេទាំងពីរនាក់បានបបួលគ្នាទៅបង្ហោះខ្លែងនៅតាមវាលស្រែខ្លែងរបស់សុជាតិដែលទើបតែនឹងធ្វើហើយថ្មីមានពណ៌ខ្មៅឯខ្លែងរបស់សុកមានពណ៌ចម្រុះតែជាខ្លែងដែលសល់ពីការប្រើលើកមុនខ្លែងរបស់ពួកគេទាំងពីរសុទ្ធតែមានកម្លាំងខ្លាំងដូចគ្នាបើសម្លឹងមើលទៅខ្លែងទាំងពីរប្រៀបដូចជាសត្វពីរក្បាលដែលកំពុងប្រដេញគ្នាទៅវិញទៅមកពេញផ្ទៃអាកាសពេលនោះពួកគេក៏រត់បង្ហោះពីភ្លឺស្រែមួយទៅភ្លឺស្រែមួយទៀតមួយរំពេចនោះខ្លែងរបស់សុកស្រាប់តែដាច់ខ្សែហើយធ្លាក់តាក់នឹងមេឃស្វាយជាតិឃើញដូច្នោះក៏ឈប់បង្ហោះខ្លែងរួចងាកមកសួរសុកបានឡើងលើដើមស្វាយនោះដើម្បីយកខ្លែងមកវិញមុននឹងឈោងទៅយកខ្លែងសុកក៏បានឃើញសំបុកចាបមួយដែលមានសុទ្ធតែកូនចាបនៅក្នុងនោះសុកក៏ចង់យកសំបុកនោះមកលេងជាតិក៏បានសួរទៅសុកថាតើឯងកំពុងធ្វើអីហ្នឹងខ្លែងរបស់ឯងនៅខាងចុងនោះទេតើសុកតបថាយើងឃើញកូនចាបច្រើនណាស់ក្នុងសំបុកនេះហើយចង់យកមកលេងបន្ទាប់ពីឮដូច្នោះជាតិមិនពេញចិត្តនឹងការធ្វើបែបនេះឡើយជាតិបានប្រាប់សុកឲ្យទៅយកខ្លែងនោះមកហើយប្រញាប់ចុះមកក្រោមវិញព្រោះជាតិមានរឿងមួយចង់និយាយប្រាប់សុកក៏ប្រញាប់ទៅយកខ្លែងនៅលើចុងឈើហើយត្រឡប់មកអង្គុយក្បែរជាតិនៅក្រោមដើមស្វាយវិញជាតិសួរទៅសុកថាបើឯងយកសំបុកនោះមកតើមេចាបនឹងរកសំបុកនឹងកូនដោយរបៀបណាមេចាបប្រកាសជាទួញសោកព្រោះបាត់កូនជាទីស្រឡាញ់របស់ខ្លួនជាតិនិយាយបន្តទៀតថាចុះឯងវិញប្រសិនបើទ្រព្យសម្បត្តិដែលជាទីស្រឡាញ់បំផុតរបស់ឯងបានបាត់តើឯងសោកស្ដាយដែរឬយ៉ាងណាសុកឆ្លើយថាប្រកាសណាអ្នកណាក៏ស្ដាយរបស់ដែលខ្លួនស្រឡាញ់ដែរជាតិតបទៅកាន់សុកវិញពិតហើយបាត់បង់ត្រឹមតែទ្រព្យសម្បត្តិយើងសោកស្ដាយណាស់ទៅហើយចុះទម្រាំបាត់បង់មនុស្សជាទីស្រឡាញ់យើងរឹតតែសោកស្ដាយខ្លាំងជាងនេះទៅទៀតឯចាបក៏បែបនោះដែរបើមេចាបបាត់បង់កូនរបស់ខ្លួនចាបក៏នឹងមិនសប្បាយចិត្តចាបក៏មានជីវិតដូចមនុស្សដែរហើយចាបក៏ចេះស្រឡាញ់និងថែកូនរបស់គេដែរសុកបានអរគុណចំពោះការណែនាំរបស់ជាតិហើយនឹងមិនធ្វើឲ្យមានការធ្វេសប្រហែសបែបនេះទៀតឡើយតាមពិតទៅរឿងរ៉ាវដែលជាតិបាននិយាយប្រាប់នេះក៏ជាតិបានដឹងពីការនិទាននិងការអប់រំពីជីតារបស់ខ្លួនដែរជាតិក៏យកដំបូន្មានល្អៗនេះមកចែករំលែកដោយសារមេឃកាន់តែងងឹតទៅពួកគេទាំងពីរនាក់ក៏សម្រេចចិត្តដើរត្រឡប់មកផ្ទះវិញពួកគេដើរបណ្ដើរសន្ទនាគ្នាបណ្ដើរអំពីលទ្ធផលនៃការសិក្សារហូតមកដល់ផ្ទះរៀងខ្លួនគំនិតអប់រំមិនថាតែមនុស្សឬសត្វទេសុទ្ធតែស្រឡាញ់ជីវិតនិងកូនរបស់ខ្លួនសូមអរគុណ